បាទសួស្តីបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់គ្នាបានលោកគ្រូអ្នកគ្រូរៀនស្បល់ទាំងអស់ជាទីគោរពជាទីរាប់អានថ្ងៃនេះគឺខ្ញុំមានប្រភេទនៃអង្គគុជឃ្មុំ3អង្គបងប្អូនណាគឺយកមកដាក់ថតចែកជូននៅបងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមបងប្អូនណានៅក្នុងបណ្ដាញសង្គមបានប្រភេទនៃអង្គគុជឃ្មុំទាំង3នេះអង្គនេះដែរគឺសាច់ចាស់ល្អណាស់បងប្អូនណាបាទរូបរាងលោកគឺស្អាតណាបងប្អូនណាបាទរូបរាងរបស់លោកគឺស្អាតណាស់បាទប្រភេទនៃអង្គគុជឃ្មុំបងប្អូនណាបាទអង្គគុជឃ្មុំឬក៏យើងអាចហៅបានម្យ៉ាងទៀតថាជាអង្គគុជឬក៏គុជអតិទេពបងប្អូនណាបាទអង្គគុជអតិទេពបាទពីព្រោះថាលោកមេរិតមេដេជានឹងមានបារមីពីធម្មជាតិរបស់លោកមកឲ្យស្រេចតែម្ដងបងប្អូនណាលោកស្រូបយកទឹកដីភ្លើងខ្យល់បងប្អូនណាបាទអាចការពារធ្វើឲ្យស្បែកយើងស្វិតស្បែកយើងគង់បានបងប្អូនណាគឺមិនធម្មតាទេបាទការពាររាល់នៅសឹកសង្គ្រាមផ្សេងការពាររាល់នៅអំពើមុនខ្មៅទាំងឡាយទាំងពួងបងប្អូនណាបាទបជាគ្រោះបជាភ័យបាទបន្សាបនៅអំពើអំពាន់មុនខ្មៅទាំងឡាយទាំងពួងបាទគេថាបឺតស្រូបយកនៅវិជាខ្មៅបងប្អូនណាបាទនេះដូចខ្ញុំបានជម្រាបចឹងហើយសុទ្ធតែជាຂ្នាតបន្តោងស្អាតបងប្អូនណាបាទមួយអង្គនេះគឺសាច់ចាស់ដូចដែកបងប្អូនណាបាទនេះគឺរូបរាងរបស់លោកគឺបែបនេះបងប្អូនណាគឺសាច់ចាស់ដូចដែកហើយមានរូបរាងមានក្បាច់រចនាមានអក្សរពីធម្មជាតិមកឲ្យស្រេចតែម្ដងដូចជាបងប្អូនឃើញនៅក្នុងរូបភាពនេះស្រាប់បងប្អូនណាបាទនេះយើងចោះស្រោបទៅធ្វើជាຂ្នាតបន្តោងគឺស្អាតតែម្ដងបងប្អូនណាគឺស្អាតតែម្ដងសម្រាប់ការពារនៅខាងស្វិតខាងគង់ហើយខាងស្វិតខាងគង់នេះគឺខ្ញុំសិតតែមានប័ណ្ណពិសោធន៍ហើយបងប្អូនណាគឺមានប័ណ្ណពិសោធន៍ហើយបាទអញ្ចឹងរបស់នេះគឺមិនធម្មតាទេបងប្អូនណាបាទគឺជាអង្គវត្ថុស័ក្តិសិទ្ធិដែលមេរិតមេដេជានឹងមានបារមីពីធម្មជាតិរបស់លោកមកឲ្យស្រេចតែម្ដងបងប្អូនណាបាទបងប្អូនខ្លះគាត់ហៅមួយមុខទៀតគាត់ហៅថាថ្មគង់បាទថ្មគង់ដោយសារគាត់កាន់របស់នេះទៅគឺគង់សាច់គង់ស្បែកបងប្អូនណាដូចខ្ញុំបានជម្រាបចឹងបាទហើយអង្គគុជឃ្មុំនេះដែរបើសិនជាបងប្អូនដែលគាត់មើលឃើញហើយមានឧបនិស្ស័យស្រឡាញ់ចង់បានបងប្អូនណាចង់យកទៅទុកប្រពជាខាសាឬក៏ចែកឲ្យកូនឲ្យចៅយើងប្រើប្រាស់គឺសូមតំណែងតាមលេខទូរស័ព្ទខ្ញុំបាទដែលនៅខាងក្រោមឬក៏តាមរយៈលេខ Telegram ខ្ញុំបាទគឺលេខ Smart នឹងឯងបងប្អូនណាគឺលេខ Smart នឹងឯងបាទហើយក៏សូមអរគុណច្រើនដែលបងប្អូនទាំងអស់ចូលទស្សនានៅក្នុង Page ខ្ញុំបាទដែលមានទំនុកទុកចិត្តលើ Page ខ្ញុំបាទឲ្យខ្ញុំបាទផ្ញើឲ្យបានគ្រប់ទីកន្លែងទាំងអស់តែម្ដងបងប្អូនណាហើយបើសិនជាខ្ញុំនិយាយទៅក៏លើសលុះនៅពាក្យសម្ដីត្រង់កន្លែងណាមិនសមរម្យក្តីឬក៏រៀបរាប់មិនបានក្បោះក្បាយក្តីបងប្អូនណាបាទក៏សូមខន្តីអភ័យទោសផងបងប្អូនណាសូមខន្តីអភ័យទោសផងបាទនៅចុងបញ្ចប់នេះក៏សូមជូនពរឲ្យបងប្អូនទាំងអស់បាទជួបប្រទះតែសេចក្តីសុខនិងសេចក្តីសប្បាយរស់ស៊ីទទួលទានមានបានទាំងអស់គ្នាបងប្អូនណាបាទសូមអរគុណច្រើនហើយក៏សូមជម្រាបលាបាទសូមជម្រាបលាបាទសុទ្ធតែជាຂ្នាតបន្តោងស្អាតបងប្អូនណាបាទគឺស្អាតណាបាទគឺសម្រាប់យើងការពារខ្លួនមានកូនមានចៅយើងប្រពន្ធកូនយើងបងប្អូនណាដូចខ្ញុំបានជម្រាបចឹងយើងអាចការពារបានទាំងអស់គ្នាបាទ